បងប្អូនទាំងអស់គ្នាយើងមកធ្វើទៅសាក់ជ្រក់បងប្អូនទៅសាក់ជ្រក់ទឹកស្អ៊ីវចាបងប្អូនដែលឃើញទឹកទៅសាក់ជ្រក់ទឹកស្អ៊ីវទី1ចាបងប្អូនគឺមានទៅសាក់នេះទៅសាក់យើងមានបណ្ណាក៏ដោយបងប្អូនគឺយើងហាន់វាជាកង់បងប្អូនហើយយើងប្រឡាក់អំបិលវាសិនណាចាយើងប្រឡាក់អំបិលទុកប្រហែលជា20ទៅកន្លះម៉ោងទៅដើម្បីឲ្យវាចេញទឹកបងប្អូនចានេះអានេះចាប់ដើមចេញទឹកតិចតិចនេះបងប្អូនឃើញនេះខ្ញុំចាប់ដើមចេញទឹកហើយចាទៅមិនបាន10នាទីខ្ញុំចេញទឹកបានប៉ុណ្ណឹងឯណាចាយើងទុកប្រហែលកន្លះម៉ោងទៅឲ្យវាចេញទឹកសិនបងប្អូនចាកាលណាវាចេញទឹករួចហើយយើងចាក់ទឹកអំបិលនឹងចេញណាបងប្អូនចាយើងចាក់ទឹកអំបិលនឹងចេញរួចហើយយើងមកលាយទឹកចាលាយទឹកសោសដែលយើងសម្រាប់ជ្រក់មួយសក់ហ្នឹងណាឥឡូវទឹកសោសហ្នឹងខ្ញុំបានលាយហើយប៉ុន្តែខ្ញុំរាយរាប់ប្រាប់បងប្អូនចាទឹកសោសហ្នឹងទី1ណាបងប្អូនទី1គឺយើងដាក់ទឹកស្អ៊ីវនេះបងប្អូននេះគឺយើងដាក់ទឹកស្អ៊ីវឧទាហរណ៍ថាយើងដាក់ទឹកស្អ៊ីវនោះ6ស្លាបព្រាឧទាហរណ៍ណាទឹកស្អ៊ីវយើងដាក់6ស្លាបព្រាទឹកស្អ៊ីវមកអីក៏បានដែរបងប្អូនស្រាច់បងប្អូនប្រើហើយចាទឹកស្អ៊ីវអមទឹកស្អ៊ីវ6ស្លាបព្រាពេលយើងដាក់ទឹកស្អ៊ីវ6ស្លាបព្រាយើងត្រូវប្រើស្ករបងប្អូនស្ករនេះយើងប្រើពាក់កណ្ដាលនៃទឹកស្អ៊ីវដូច្នេះបើទឹកស្អ៊ីវ6ស្លាបព្រាស្ករនោះបានន័យថា3ស្លាបព្រាអញ្ចឹងណាបងប្អូនចាបើសិនតែទឹកស្អ៊ីវនោះ8ស្លាបព្រាស្ករយើងវាឡើង4ស្លាបព្រាអានេះស៊ីសងយើងដាក់អញ្ចឹងណាបងប្អូនចាហើយនឹងទឹកក្តៅដែលយើងដាំពុះឬក៏ទឹកសុទ្ធយើងដែលល្អអញ្ចឹងបងប្អូនគឺ3ស្លាបព្រាដែរបានន័យថាពាក់កណ្ដាលនៃទឹកស្អ៊ីវដែរណាចាបានន័យថាអញ្ចេះបងប្អូនទឹកសុទ្ធហើយនឹងស្ករហើយនឹងទឹកខ្មេះឬបើយើងអត់មានទឹកខ្មេះទេក្រូចឆ្មាទឹកក្រូចឆ្មាក៏បានដែរបងប្អូនចាបើយើងអត់មានទឹកខ្មេះដូច្នេះបានន័យថា3មុខហ្នឹងបានន័យថា3មុខហ្នឹងគឺយើងប្រើចំណុះស្មើគ្នាណាបងប្អូននេះទឹកសុទ្ធស្ករសហើយនឹងក្រូចឆ្មាគឺយើងប្រើចំណុះវាប៉ិនគ្នាចាហើយទឹកស្អ៊ីវគឺយើងប្រើលើស2ដងនៃទឹកសុទ្ធចាបើទឹកសុទ្ធ3ស្លាបព្រាទឹកស្អ៊ីវឡើង6ស្លាបព្រាអញ្ចឹងណាបងប្អូនចាហើយនឹងមានខ្ទឹមសបងប្អូននេះខ្ទឹមសយើងហាន់ណាចាខ្ទឹមសយើងហាន់ឲ្យស្ដើងបងប្អូនខ្ញុំហាន់ហើយខ្ទឹមសយើងហាន់ស្ដើងហើយនឹងម្ទេសបងប្អូនតាមការចូលចិត្តចាបើយើងចូលចិត្តម្ទេសយើងដាក់ម្ទេសឲ្យច្រើនទេតែខ្ញុំដាក់បន្តិចទេបងប្អូនខ្ញុំមានម្ទេសក្រៀមក៏ខ្ញុំដាក់ម្ទេសក្រៀមទៅចាព្រោះខ្ញុំអត់សូវចូលចិត្តហឹរអញ្ចឹងណាបងប្អូនចាដូច្នេះអានេះទឹកសោសដែលយើងសម្រាប់លាយជ្រក់ជាមួយនឹងតសក់យើងចាបានន័យថាតសក់ជ្រក់ទឹកស៊ីអ៊ីវចាបងប្អូនចាឥឡូវចាំមើលបន្តទៀតកាលណាតសក់ខ្ញុំនឹងចេញទឹកហើយគ្រប់រយៈពេលកន្លះម៉ោងខ្ញុំនឹងយកតសក់ហ្នឹងមកដាក់ជាមួយនឹងទឹកសោសរបស់យើងហ្នឹងណាបងប្អូនចាហើយដាក់រួចហើយយើងយកទៅក្លាសេបងប្អូនចាក្លាសេទូទឹកកក4ម៉ោងអីចាប់4ម៉ោងឡើងគឺបានញ៉ាំហើយបងប្អូនគឺឆ្ងាញ់តែម្ដងចាបងប្អូនទាំងអស់គ្នាតសក់ត្រាំទឹកស្អ៊ីវយើងគឺរួចរាល់ហើយណាបងប្អូនមើលនេះតសក់ត្រាំទឹកស្អ៊ីវយើងអូយបងប្អូនគួរឲ្យឆ្ងាញ់ណាស់នេះទោះបីតែទឹកវាបងប្អូនហត់តែទឹកវាក៏ឆ្ងាញ់ដែរបងប្អូនអាចហូបមួយសាច់អាំងហូបមួយអីក៏បានដែរបងប្អូននេះតសក់ត្រាំជាមួយទឹកស្អ៊ីវបងប្អូនចាបងប្អូនចង់ដឹងបងប្អូនសាកល្បងធ្វើតាមខ្ញុំសាកមើលបងប្អូនចាគឺងាយហើយឆ្ងាញ់ទៀតបងប្អូនប្លែកមាត់តែម្ដង